បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងព្រឹកថ្ងៃអង្គារនេះសម្រាប់ម៉ោងអាស៊ីទីផ្សារមីអន្តរជាតិនឹងយើងឃើញថាមានការធ្លាក់ចុះមកបន្តទៀតឥឡូវយើងចូលទៅមើលកត្តាបច្ចេកទេសបន្តិចអញ្ចឹងសម្រាប់កត្តាបច្ចេកទេសបើយើងពិនិត្យមើលទៅលើដើមទៀនទៅលើ candlestick នេះយើងឃើញថាផ្សារវាបានបិទបានបន្សល់ទុកសាដូមួយដែលមានប្រវែងស្មើគ្នាតែម្ដងជាការបញ្ជាក់ទៅថ្ងៃបន្ទាប់ថាប្រសិនបើបើកផ្សារមកវាមានការឡើងទៅលើវិញនោះតម្លៃនឹងហក់ឡើងមកខាងលើក៏ប៉ុន្តែប្រសិនបើវាបើកផ្សារមកគឺវានៅក្រោមចំណុចកណ្ដាលហ្នឹងតម្លៃវានឹងមានការបន្តធ្លាក់ចុះមកទៀតហើយឥឡូវនេះផ្សារកំពុងតែ clear ឬក៏ត្រាំត្រៃនៅត្រង់ចំណុចមួយដែលខ្ញុំគូសរៀងចតុកោណកែងពណ៌ផ្កាឈូកនេះហៅថា inversion FVG វាជាចន្លោះប្រហោងនៃតម្លៃមួយដែលវាត្រូវតែមកធ្វើ rebalance ឬក៏ធ្វើតម្លៃនឹងឲ្យស្មើគ្នាអញ្ចឹងវាធ្វើតម្លៃឲ្យស្មើគ្នាហើយគឺវាមិនបានឡើងទៅផុតឬក៏មិនបានចុះមកឲ្យផុតទេស្រាប់តែបង្គោលទៀនថ្មីក្រោយមកទៀតដែលផ្សារបើកឡើងនឹងវាមកយកអាចំណុច FVG នឹងដដែលអញ្ចឹងហើយបានជាកន្លែងហ្នឹងគេហៅថា inversion FVG ពីព្រោះវាយករួចម្ដងហើយវាមក rebalance ម្ដងទៀតអញ្ចឹងប្រសិនបើវាចុះដាច់ផុតអាតំបន់ FVG ហ្នឹងតម្លៃនឹង clear មកបន្តទៀតដែលទំនងជានឹងដល់គោលដៅរបស់អ្នកជំនាញនឹងបានព្យាករណ៍មានពីរដំណាក់កាលនេះដែលថាមាន3800ហើយនឹងមាន3500នេះហើយចំណុចមួយទៀតបងប្អូនក៏លេខមើលដើមទៀនទាំងអស់នេះគឺដើមទៀនទាំងអស់ដែលមានពណ៌បៃតងនេះវាមានការខំប្រឹងឡើងទៅវិញនេះគ្រាន់តែជាការឡើងមកធ្វើ rebalance តំបន់ FVG នេះទេណាតំបន់ FVG នេះគឺយើងរាប់ពីចំណុចនេះមកចំណុចនេះដោយសារវាមានចន្លោះកន្លែងហ្នឹងគឺតំបន់ដែលមានចន្លោះបែបនេះណាវាមក rebalance នៅកន្លែងហ្នឹងឬក៏ហៅតាមបច្ចេកទេសមួយទៀតថាវា retracement ការពិតទំនោរវាត្រូវចុះមកទៅក៏ប៉ុន្តែដោយសារវាមានតម្លៃត្រូវសម្អាតនៅកន្លែងហ្នឹងវាចាប់ផ្ដើម retracement ទៅយកតំបន់នឹងសិនបន្ទាប់មកវានឹងបន្តមកទៀតដែលយើងមើលតាមតម្រងដើមទៀននេះវាកំពុងព្យាយាមចុះមកសម្អាតតម្លៃខាងក្រោមនេះហើយអាចនឹងបន្តមកដល់តម្លៃខាងក្រោមទៀតដែលវាធ្លាប់ឡើងពីគ្រាមុនណាដែលវាធ្លាប់ឡើងពីពេលមុនមកគឺវាមកសម្អាតតំបន់នឹងដែលតាមភាសាអ្នកជំនាញហៅថាវាធ្វើ price correction វាមកកែតម្លៃនឹងនេះតាមបែបបច្ចេកទេសឥឡូវយើងទៅមើលតាមបែប fundamental វិញដែលជាហេតុធ្វើឲ្យតម្លៃមាសហ្នឹងវាអត់ហក់ឡើងរួចអញ្ចឹងចំណុចទី1យើងមើលមកលើ Fed Watch យើងឃើញថាសម្រាប់ថ្ងៃទី29ខាងមុខនេះការកាត់បន្ថយអត្រាការប្រាក់គឺអត់មានទេមានន័យថាធនាគារកណ្ដាលហ្នឹងរក្សារង្វង់អត្រាការប្រាក់ហ្នឹងទុកនៅដដែលគឺចន្លោះពី 3.5 ទៅ 3.75% ផ្ទុយទៅវិញសមាជិករបស់ Fed ខ្លះមិនត្រឹមតែចង់រក្សាទុកប៉ុណ្្នឹងទេថែមទាំងដំឡើងទៅទៀតភាគរយដែលត្រូវដំឡើងនេះពីម្សិលមិញខ្ញុំឃើញតែ 0.5 ទេថ្ងៃនេះឡើងដល់ 1.6 ហើយភាគរយ 0.6 នេះមានន័យថាគេចង់ដំឡើងការប្រាក់បន្ថែមទៀតដំឡើងពី 3.75% ទៅ 4% នេះកត្តាមួយយ៉ាងទិន្នន័យនៅក្នុង Fed Watch ចឹងយើងមើលទៅលើកត្តាមួយយ៉ាងទៀតហ្នឹងគឺនៅក្នុង Market Watch គេបានធ្វើការចុះផ្សាយថាធនាគារកណ្ដាលខ្លះហ្នឹងចាប់ផ្ដើមលក់មាសរបស់ខ្លួនដែលធ្លាប់បានទិញទុកណាដែលពួកគេធ្លាប់ទិញជាទុនបំរុងគឺចាប់ផ្ដើមលក់មាសរបស់ខ្លួនហើយជាក់ស្ដែងនៅក្នុង Bar Chart នេះយើងឃើញថាធនាគារកណ្ដាលទូគីហ្នឹងបានលក់មាសដល់ទៅ120តោនសម្រាប់3សប្តាហ៍ចុងក្រោយនេះដើម្បីយកលុយហ្នឹងមកប៉ះប៉ូវនឹងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនហើយកត្តាដែលនាំឲ្យធនាគារកណ្ដាលតាមបណ្ដាប្រទេសមួយចំនួននឹងចាប់ដើមលក់មាសទី1ដោយសារថាមាសហ្នឹងវាឡើងដល់តម្លៃដែលផ្ដល់ប្រាក់ចំណេញដល់ធនាគារទាំងនោះទៅហើយទី2ដោយសារវិបត្តិសេដ្ឋកិច្ចគឺត្រូវការលុយយកមកផ្គត់ផ្គង់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចហើយនឹងទី3ហ្នឹងគឺវិបត្តិធម្មពលប្រទេសមួយហ្នឹងត្រូវការធម្មពលដើម្បីប្រើប្រាស់នៅក្នុងសរសៃឈាមសេដ្ឋកិច្ចអញ្ចឹងទៅត្រូវការបង្វែរទុនណាមួយដែលផ្ដល់ផលចំណេញហ្នឹងសម្រាប់ទៅទិញប្រាក់ដុល្លារយកមកផ្ដោះប្ដូរពាណិជ្ជកម្ម
នេះជាចំណុចទី2ដែលធ្វើឲ្យតម្លៃមាសហ្នឹងវាមានការធ្លាក់ចុះហើយចំណុចមួយទៀតនោះគឺនៅក្នុងប្រព័ន្ធ ETF យើងឃើញថាមានការលក់ចេញហ៊ុនមាសដែរមានចន្លោះពី 0.33% ទៅ 0.38% ហើយដោយឡែកប្រសិនបើយើងក៏លេខមកមើលហាងឆេងនៅក្នុង Spot Gold វិញយើងឃើញថាកម្លាំងប្រាក់ដុល្លារនៅតែខ្លាំងព្រមទាំងកំពុងតែបន្តបង្កើនភាពខ្លាំងរបស់ខ្លួនបន្ថែមទៀតចំណែកឯតម្លៃប្រេងវិញមានការកើនឡើងខ្លាំងជាងពីម្សិលមិញទៀតម្សិលមិញយើងឃើញថាតម្លៃប្រេងស្ថិតនៅក្នុងចន្លោះជួញដូរពី110ទៅ$112ហើយថ្ងៃនេះគិតត្រឹមម៉ោង 9 កន្លះដែលខ្ញុំកំពុងនិយាយហ្នឹងគឺវាឡើងដល់$115អញ្ចឹងកត្តាទាំងអំបាលមានដោយដែលខ្ញុំលើកឡើងដែលវាទាញទម្លាក់តម្លៃមាសហ្នឹងរួមមានការមិនកាត់បន្ថយអត្រាការប្រាក់ហើយថែមទាំងត្រៀមបំរុងដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលដោយសារធនាគារកណ្ដាលគឺចាំមើលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាការលក់មាសពីបណ្ដាធនាគារកណ្ដាលមួយចំនួនដើម្បីយកប្រាក់ចំណេញហើយនឹងទប់កំហាតបង់សេដ្ឋកិច្ចរបស់ខ្លួនការដកលុយចេញក៏ដូចជាលក់ហ៊ុនមាសនៅក្នុងប្រព័ន្ធ ETF ភាពខ្លាំងនៃសន្ទុះប្រាក់ដុល្លារព្រមទាំងការកើនឡើងនៃតម្លៃប្រេងទាំងអស់នេះហើយដែលវាធ្វើសមុជចៃឬក៏វារួមផ្សំវាញ៉ាំងឲ្យតម្លៃមាសនឹងចាប់ផ្ដើមសំយងក្បាលព្រួញចុះមកខាងក្រោមហើយត្រង់នេះយើងអត់តនិយាយអំពីចំណុចអតិផរណានៅតាមបណ្ដាប្រទេសមួយក៏ដូចជាអតិផរណានៅទូទាំងពិភពលោកដែរហើយមិនទាន់រាប់បញ្ចូលវិបត្តិធម្មពលដែលកំពុងតែដាក់សម្ពាធទៅលើទីផ្សារពិភពលោកនោះទេវិបត្តិធម្មពលនេះបើទោះបីជាច្រកសមុទ្រនៅអកម៉ូសចាប់ផ្ដើមបើកក៏ដោយក៏ការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះពីការវាយប្រហារនឹងចំណាយពេលមិនតិចឆ្នាំដែរដែលมันអាចធ្វើឲ្យតម្លៃធម្មពលនឹងស្រត់ចុះភ្លាមនោះទេបើទោះបីជាមានការប្រកាសពីសម្ព័ន្ធ OPEC ដែលថាបង្កើនផលិតកម្មប្រេងដើម្បីទាញតម្លៃនឹងទម្លាក់ក៏ដោយចុះអញ្ចឹងនៅត្រង់ចំណុចដែលញ៉ាំងឲ្យមាសចុះនេះបងប្អូនបានដឹងអំពីចំណុចរួមហើយគឺបញ្ហាចេញពីវិបត្តិនៅមជ្ឈមបូព៌ាមកហើយឥឡូវនេះប្រងនឹងឈានដល់ទៅបញ្ហានៅច្រកសមុទ្រមួយទៀតហៅថា Almond Dab ពីព្រោះយើងឃើញមានការប្រកាសរបស់ទីប្រឹក្សាជាន់ខ្ពស់នៃមេដឹកនាំកម្ពុជាមុតបាខាម៉ាណៃនឹងថាសូមមានការបិទច្រកសមុទ្រ Almond Dab នឹងមួយទៀតអញ្ចឹងពិភពលោកបញ្ហានៅអកម៉ូសនេះវាជួបបញ្ហាមួយទៅហើយដូចមនុស្សដែលគេបិទច្រមុះមកខាងហើយប្រសិនបើនៅ Almond Dab នឹងត្រូវបានគម្រាមកំហែងឬក៏បិទមួយទៀតវាដូចជាមនុស្សដែលមានរុនច្រមុះពីរនឹងត្រូវតែបិទគប់ទាំងពីរអញ្ចឹងជារួមមកសម្បុកបញ្ហាក៏ដូចជាក្បាលមឿងបញ្ហាហ្នឹងគឺវានៅនឹងតំបន់មជ្ឈិមបូព៌ានឹងឯងក៏ប៉ុន្តែយើងសង្កេតឃើញចំណុចខ្លាំងមួយនៅត្រង់ថាសុខភាពមាសនឹងវាហាក់ដូចជាមាំទាំជាមួយនឹងស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងបើទោះបីជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់វាសពិចសពិលក៏ដោយបូករួមជាមួយនឹងសារវាមានដ៏ធ្ងន់ថែមទៀតទៅលើអ៊ីរ៉ង់ដូច្នេះទោះបីស្ថិតនៅក្នុងបរិបទតំបន់ដែលឡើងក្តៅប៉ុណ្ណឹងក៏ដោយក៏តម្លៃមាសនឹងហាក់នៅតស៊ូបាននៅព្យាយាមហក់ឡើងជាអន្លើបានបើទោះបីជាវាត្រូវឆ្លងកាត់វិបត្តិនៅមជ្ឈិមបូព៌ាដោយដែលខ្ញុំលើកឡើងពីខាងដើមហើយអតិផរណាវិបត្តិធម្មពលកំពុងតែទន្ទ្រាននិងដាក់សម្ពាធទៅលើមាសក៏ដោយអញ្ចឹងចំណុចនេះអាចថាយូរទៅតម្លៃមាសនឹងវាស៊ាំជាមួយនឹងស្ថានភាពអាចចាត់ទុកថាស្ថានភាពនឹងដូចជាវ៉ាក់សាំងមួយសម្រាប់ការពារឧបសគ្គទៅវិញហើយនៅត្រង់ចំណុចនេះ Bloomberg ក៏ធ្វើការចុះផ្សាយដែរថាតម្លៃមាសនឹងវានៅតែឈរនៅលើភាពរឹងមាំដដែលបើទោះបីជាមានការគម្រាមកំហែងរបស់ត្រាំពាក់ព័ន្ធជាមួយនឹងឱសានវិទ្យារបស់គាត់ដែលបើតាមការគម្រាមនោះនៅពេលឱសានវិទ្យានេះផុតកំណត់គាត់នឹងវាយប្រហារធ្ងន់តែម្ដងហើយលែងកំណត់ទៅលើទីតាំងយោធាទៀតហើយគឺវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបើសិនបើកិច្ចព្រមព្រៀងនោះវាអត់ឈានដល់ការសម្រេចតែតម្លៃមាសនៅតែធន់បានហើយបើយើងមើលតាមក្រាฟដឹងហើយថាកម្លាំងលក់កាលពីមានបញ្ហាវិបត្តិដំបូងហ្នឹងគឺលក់ចុះនឹងខ្លាំងមែនទែនតែឥឡូវវាមានការតស៊ូងើបឡើងទៅវិញដូច្នេះចំណុចនេះវាឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់មាសពីព្រោះបើយើងប្រៀបធៀបជាមួយនឹងការលក់ចេញពីធនាគារកណ្ដាលមួយចំនួននឹងផងរងសម្ពាធពីអតិផរណានឹងផងរងសម្ពាធពី Fed ដែលមិនកាត់បន្ថយអត្រាការប្រាក់នឹងផងរងសម្ពាធពីកម្លាំងដុល្លារហើយនឹងតម្លៃប្រេងនឹងផងអញ្ចឹងបើតាមតែសម្ពាធនឹង
មាសវាគួរតែធ្លាក់មកដល់អ្វីដែលអ្នកជំនាញនឹងគាត់បានព្យាករណ៍ថាដល់3500នោះក៏ប៉ុន្តែដោយសារថាភាពតស៊ូឬក៏ភាពជឿជាក់នៅតែរក្សាទំនុកចិត្តរបស់វិនិយោគិនទាំងពួក Smart Money ក៏ដូចជាពួក Small Money អញ្ចឹងតម្លៃមាសដែលវាទប់បានប៉ុណ្ណឹងចាត់ទុកថាជាភាពខ្លាំងមួយទៅហើយអញ្ចឹងក្នុងថ្ងៃនេះមិនមានប្រធានបទសម្រាប់បងប្អូនទេគ្រាន់តែខ្ញុំធ្វើការ highlight រំលេចទៅលើសារព័ត៌មានធំដែលគេមានការយល់ឃើញទៅលើតម្លៃមាសហើយអ្វីដែលខ្ញុំយកមកនិយាយនេះគឺខ្ញុំនិយាយទាំងមាសចុះហើយនិងមាសឡើងដោយឡែកបងប្អូនដែលជាប់តម្លៃមាសខ្ពស់ៗហ្នឹងឬក៏អ្នកដែលជាប់ position ហ្នឹងគាត់មិនសប្បាយចិត្តទេព្រោះជាលក្ខណៈ FOMO គឺវាបែបហ្នឹងណាក៏ប៉ុន្តែយើងត្រូវតែទទួលស្គាល់ការពិតពីព្រោះវិស័យនេះវាជាវិស័យជំនាញត្រូវការមានតួលេខត្រូវការមានអំណះអំណាងហើយនឹងហេតុផលតាមបែបទិន្នន័យលក្ខណៈវិទ្យាសាស្ត្រវាមិនមែនជាកន្លែងដែលត្រូវយើងទុំយើលើកជើងឬក៏អួតនោះទេណាពីព្រោះវិស័យនេះកាលណាប្រកាន់រឿងបញ្ចោចវានឹងធ្វើឲ្យយើងប្រឈមនឹងការខាតបង់ក៏ប៉ុន្តែអ្វីដែលខ្ញុំនិយាយទៅក៏ថ្លឹងថ្លែងដែរខ្លាចប៉ះពាល់ទៅលើអារម្មណ៍របស់បងប្អូនពីព្រោះកំពុងតែមានសម្ពាធនៅក្នុងផ្សារហើយស្រាប់តែមានសម្ពាធពីអ្នកទម្លាក់ទឹកចិត្តបន្ថែមទៀតអញ្ចឹងជាការចូលរួមរបស់ខ្ញុំគឺផ្ដល់ចំណែកដល់បងប្អូនសម្រាប់ធ្វើការវិនិច្ឆ័យហើយនឹងផ្ដល់កម្លាំងចិត្តដោយភ្ជាប់ជាមួយនឹងការពិតអញ្ចឹងចង់បញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសូមជូនពរបងប្អូនទាំងអ្នកជួញដូរមាសក៏ដូចជាអ្នកសន្សំមាសនឹងសូមបានទទួលផលជោគជ័យទាំងអស់គ្នា